រឿងអ្នកទិញថ្នាំតថ្លៃ500រៀលប៉ែតមិនព្រមចោះជូនហើយយកថ្នាំត្រឡប់ទៅវិញនោះគណៈឱសថការីសម្រាប់ផ្អាកអាជ្ញាប័ណ្ណម្ចាស់ឱសថស្ថាន BUCare រយៈពេល12ខែនិងឲ្យសំទោសជាសាធារណៈយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈឱសថការីកម្ពុជាដែលចេញនៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះបានឲ្យដឹងទាំងស្រុងថាគណៈឱសថការីកម្ពុជាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាបន្ទាប់ពីបានឃើញការផ្សព្វផ្សាយករណីឱសថស្ថានមួយកន្លែងដែលបានបង្ហោះវីដេអូលើបណ្ដាញសង្គមកាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ពាក់ព័ន្ធនឹងអតិថិជនម្នាក់មកទិញឱសថតម្លៃ 13,500 រៀលហើយអតិថិជនសូមតថ្លៃ 13,000 រៀលតែម្ចាស់ឱសថស្ថានមិនព្រមចុះថ្លៃជូននិងបានយកថ្នាំត្រឡប់មកវិញក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ1បានអញ្ជើញលោកស្រីឱសថការីម្ចាស់ឱសថស្ថាន BUCare ដែលមានអាស័យដ្ឋានលើមហាវិថីចំចៅភូមិដំណាក់ធំ3សង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញដែលជាអ្នកបង្ហោះវីដេអូនិងជាឱសថការីទទួលបន្ទុកបច្ចេកទេសមកសាកសួរនិងបំភ្លឺករណីខាងលើនៅថ្ងៃទី1ខែធ្នូឆ្នាំ2025បន្ទាប់ពីធ្វើការសាកសួរនិងអង្កេតស្រាវជ្រាវរួចមករកឃើញថាលោកស្រីឱសថការីកឹមសុជាតាម្ចាស់ឱសថស្ថាន BUCare ពិតជាបានប្រព្រឹត្តកំហុសឆ្គងនិងទទួលស្គាល់កំហុសរបស់ខ្លួននិងសូមសន្យាចំនួន3ចំណុចទី1ធ្វើការសំទោសជាសាធារណៈនៅកំហុសឆ្គងដែលបានប្រព្រឹត្តទី2និងគ្រប់តាមក្រមសីលធម៌ឱសថការីឲ្យបានខ្ជាប់ខ្ជួនទី3ប្រសិនបើប្រព្រឹត្តផ្ទុយទៅនឹងការសន្យាខាងលើលោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដែលយោងលើការប្រព្រឹត្តខុសក្រមសីលធម៌ឱសថការីក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ1បានសម្រេចផ្អាកអាជ្ញាប័ណ្ណឱសថការីចំនួន12ខែដោយមិនអនុញ្ញាតឲ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រនិងអមវិជ្ជសាស្ត្រចាប់ពីថ្ងៃទី1ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2026សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាននាងខ្ញុំអែលស្រីណុចពីកម្មវិធី TVFB ប៉ះដំណឹងJBL Boombox 4នឹងមកដល់ឆាប់នេះបើកឥឡូវនេះតម្លៃពិសេស$429សម្រាប់អ្នកធ្វើការកក់ JBL Boombox 4នឹងទទួលបានគូប៉ុង$39សម្រាប់ការទិញផលិតផល Tefal ដែលជាផលិតផលរបស់ប្រទេសបារាំងណាមួយដែលលោកអ្នកពេញចិត្តប្រញាប់ឡើងតឥឡូវនេះ Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ